ត្រូវតែ share ជាដាច់ខាតសម្រាប់បងប្អូនដែលអ្នកលេង PUBG ដូរ account ច្រើននៅលើ device តែមួយណាមួយរយៈនេះគឺមានបញ្ហាតាំងពីការ update ពាក់ព័ន្ធនឹង system មកគឺបញ្ហាទៅលើ account ban login បងប្អូនទាំងអស់គ្នាមិនមែន ban server ទេតែ ban login ការ ban login នេះគឺជាការ ban ទៅលើ device ណាដែលយើងបើក account ច្រើនដូចជាអ្នកលក់ account ឬមួយក៏បងប្អូនដែលឧស្សាហ៍ដូរ account ហើយអត់បាន rest data ទៅលើទូរស័ព្ទហើយបងប្អូនជាច្រើនគឺ ban រយៈពេល7ថ្ងៃឬក៏20ថ្ងៃហើយបើសម្រាប់ខ្ញុំវិញសូម្បីតែខ្ញុំដឹងពីរបៀបនៃការដោះអានឹងហើយក៏នៅតែពេលខ្លះផ្លាត់1 2ជាប់20ថ្ងៃជាញឹកដែរអញ្ចឹងបងប្អូនទាំងអស់គ្នាសូមប្រុងប្រយ័ត្នដើម្បីជាដំណោះស្រាយបងប្អូនអាចមានវិធីដែលអាចធ្វើការជួយបានប៉ុន្តែមិនមែនទាំងអស់ទេព្រោះបងប្អូនទាំងអស់គ្នាសុទ្ធតែធ្លាប់លេងហើយដូរ account ច្រើនអ្នកខ្លះមួយអាទិត្យដូរ3 4 account ក៏មានអ្នកខ្លះចល័តរហូតអញ្ចឹងហើយអាចនឹងប្រឈមមុខក្នុងការ ban ហើយបើសិនជាក្នុងការ ban បើសិនជាយើងជាម្ចាស់ device ស្រាប់អត់ជាបញ្ហាទេយើងអាចធ្វើការ remove ទៅលើ ban login នឹងបានប៉ុន្តែសម្រាប់ភាគច្រើនគឺ ban គេមិន ban ទៅលើម្ចាស់ device ទេគេ ban ទៅលើ device ថ្មីណាដែលបើកទៅលើ account មួយហ្នឹងជាឧទាហរណ៍បងប្អូនទិញ account ហ្នឹងពីបងប្អូនអ្នកលក់ណាមួយទៅបងប្អូនអត់ដឹងថាទូរស័ព្ទបងប្អូនជាប់ទៅលើ login ច្រើន account អញ្ចឹងនៅពេលដែលបងប្អូន login ម្ដងទៀតអញ្ចឹងបងប្អូនប្រឈមមុខនឹងការ ban device រយៈពេល20ថ្ងៃអញ្ចឹងហើយបងប្អូនទាំងអស់គ្នាសូមប្រុងប្រយ័ត្នហើយការជៀសវាងនោះគឺកត្តាដែលបងប្អូនអាចធ្វើទៅបានបងប្អូនអាចនឹងធ្វើការ delete PUBG ចោលហើយបងប្អូនអាចធ្វើការ download សារជាថ្មីដោយ clear data network ចោលឲ្យអស់ទៅអញ្ចឹងហើយបងប្អូនអាចនឹងបើកទៅអត់ប្រឈមមុខក្នុងការ ban ទេហើយបងប្អូនមួយចំនួនទៀតដែលតែងតែសួរថាចុះបើសិនជា ban អញ្ចឹងហើយអាចមានវិធីផ្សេងអត់បាទវិធីផ្សេងគឺអត់មានទេបើសិនជាយើងអត់មាន own device ពីដើមមកអញ្ចឹងហើយយើងអត់មានដំណោះស្រាយទេអញ្ចឹងមានតែរងចាំតែប៉ុណ្ណោះអញ្ចឹងជៀសវាងការរងចាំបងប្អូនទាំងអស់គ្នាអាចធ្វើតាមវិធីរបស់ខ្ញុំបានអញ្ចឹងអ្នកដែលឧស្សាហ៍ដូរ account ហ្នឹងគឺមួយខែអីអាច reset ទៅលើ PUBG ហ្នឹង2លើកអីទៅបងប្អូនទាំងអស់គ្នាបើអាច3លើកអីទៅអញ្ចឹងអត់ប្រឈមមកក្នុងការ ban device ទេអញ្ចឹងបងប្អូនទាំងអស់នេះជាគំនិតមួយដែលអាចចែករំលែកបងប្អូនបានពីការជៀសវាង ban device អញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនចែករំលែកឲ្យបានច្រើនកុំឲ្យបងប្អូនយើងជួបបញ្ហាទាំងអស់នេះហើយខាតពេលវេលាក្នុងការរងចាំអរគុណច្រើនបាយបាយ